ជំរាបសួរបាទពុកម៉ែបងប្អូនពូមិញម៉ែថ្ងៃនេះផងដែរខ្ញុំបាទចេញវីដេអូ review លក់ឡានមួយគ្រឿងទៀតពុកម៉ែបងប្អូនម៉ែឡានលុច CRX 300ឆ្នាំ99ប៉ុង2ពណ៌ខ្មៅមានស្នេហ៍ពុកម៉ែបងប្អូនម៉ែតែងតែមកឃើញឡាននៅការ៉ាសពុកម៉ែបងប្អូនម៉ែតែងតែសួររៀបចំហើយនៅធ្វើជើងក្រោមហើយនៅឡានរៀបចំហើយនៅឥឡូវពុកម៉ែបងប្អូនម៉ែឡាននេះគឺពណ៌លេហើយពីម្សិលមិញតែថ្ងៃនេះយកទៅបិទ UV តាមធម្មតាត្រូវបិទ UV ហើយបន្ពណ៌លេប៉ុន្តែដោយសារតែពីម្សិលមិញកន្លែង UV កាត់រវល់អញ្ចឹងយើងពណ៌លេហើយទៅហើយនេះសកម្មភាពបិទ UV យើងបិទ UV 3M មួយជុំប្រភេទ UV ល្អពុកម៉ែបងប្អូនម៉ែអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនម៉ែដែលស្រឡាញ់RX 300ពណ៌ខ្មៅប៉ុង2បំពាក់កាសាំងរួចហើយនេះគឺខ្ញុំរៀបចំហើយ 95% ពុកម៉ែបងប្អូនម៉ែនៅតែឲ្យជាងកាត់មើលកាមេរ៉ាមុខក្រោយបន្ថែមតិចទៀតហើយព្រោះកាមេរ៉ាខ្ញុំបំពាក់កាមេរ៉ា360កាត់ធំពុកម៉ែបងប្អូនម៉ែមុខក្រោយច្បាស់មែនតើប្រភេទកាមេរ៉ាល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនម៉ែដែលស្រឡាញ់ឲ្យ300មួយគ្រឿងនេះគឺអាចមកមើលចាយចៅបានហើយឡាននេះដំបូងឡើយចង់ថាទុកជីធ្វើជើងសិនទេប៉ុន្តែដោយសារតែពុកម៉ែបងប្អូនម៉ែមកមើលឡានចេះតែឃើញសួររហូតហើយអ្នកណាផុសឲ្យមើលផងហើយអ្នកណាផុសឲ្យមើលផងឥឡូវរៀបចំបាន 95% ពុកម៉ែបងប្អូនបើនិយាយពីម៉ាស៊ីនវិញគឺម៉ាស៊ីនគឺខ្ញុំដូរថ្មីម៉ាស៊ីនជីចន់ smooth មែនតើហើយបើសិនជាម៉ាស៊ីនត្រជាក់វិញគឺដូរថ្មីមួយឈុតតាំងពី compressor តាំងពីកញ្ឆែងម៉ាស៊ីនត្រជាក់គឺថ្មីហើយអស់ហើយធានាទៅលើម៉ាស៊ីនប្រអប់លេខជួនមួយខែធានាម៉ាស៊ីនអត់ហើយប្រអប់លេខជីចន់ smooth ហើយបំពាក់កាសថ្មីពុកម៉ែបងប្អូនមែនអញ្ចឹងឡាននេះអត់មានពិបាកមើលទេប្រភេទឡានសាច់ដែកញើងប្រភេទឡានស្អាតរៀបចំឲ្យអស់ផ្លាកលេខភ្នំពេញមុខវែងក្រោយវែងប្រភេទឡានរៀបចំឲ្យមញ៉េអូកលើយគឺលឺច្បាស់សោតេលេមញ៉េ Bluetooth វិញគឺមានឲ្យអស់ហើយសម្រាប់ពុកម៉ែបងប្អូនមើលឡាននេះគឺអត់ពិបាកមើលទេជីចន់ហើយប្រកាសជាបបួលសេអាយកសាហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនស្រឡាញ់ចូលចាយចូលបានអញ្ចឹងវីដេអូមានប៉ុណ្ណឹងទេជម្រាបលាបាយបាយ